ស្រួលស្ដាប់ខ្ញុំអត់ឆ្លើយឆ្លងជាមួយចោលទេជនរងគ្រោះហ្នឹងថៃគេអ្នករស់ស៊ីត្រឹមត្រូវទេគេអត់មាននៅក្នុង black list អត់មានឈ្មោះជាអក្រិតជនអីទេក៏រឿងនៅវិទីមានជ័យដែរមានអ្នកកសែតម្នាក់2នាក់នោះគេពាក់ព័ន្ធនឹងរឿងទូដៃគេផ្ញើលួចយកទូដៃគេទៅគេបំភ្លឺយកភាពស្អាតស្អំអីអានឹងខ្ញុំអត់ឆ្លើយឆ្លងជាមួយទេណាបើខ្ញុំផ្សាយរឿងនឹងអត់ពិតប្តឹងផែងម្នាក់ទៅណាអ្នកកសែតប្រហែលអ្នកនោះឈ្មោះស្អីណាឈ្មោះច័ន្ទនីឈ្មោះស្អីណាហូបហែនោះប្តឹងផែងម្នាក់ទៅណាហើយខ្ញុំអត់ឆ្លើយឆ្លងដោយសារខ្ញុំបានជំរាបទៅម្ចាស់ទូដែកម្ចាស់លុយហ្នឹងគឺឲ្យគេរៀបឯកសារប្តឹងមកអគ្គស្នងការមកដើម្បីអគ្គស្នងការគេមានមូលដ្ឋានពោះផ្ញើទូដែកនឹងឲ្យឈ្មោះអីនៅកន្លែងណាមានលុយប្រមាណណាឲ្យគេធ្វើតាមច្បាប់ទៅខ្ញុំអត់យកមកនេះទេខ្ញុំអត់យកមកឆ្លើយឆ្លងអីជាមួយណាជាមួយចោលទេនិយាយស្រួលស្ដាប់ខ្ញុំអត់ឆ្លើយឆ្លងជាមួយចោលទេហើយបើចោលការទុកមិនសុខចិត្តប្តឹងខ្ញុំទៅបាទខ្ញុំបើកសិទ្ធឲ្យចោលប្តឹងខ្ញុំបាទឲ្យចោលប្តឹងខ្ញុំបាទពីព្រោះរឿងនេះវាមិនមែនជាករណីគេយល់ច្រឡំថាំងទូដែកនឹងអ្នកកសែតណាគេឲ្យទៅក្បែររឿងនេះមិនមែនរឿងអ្នកកសែតទៅក្បែរទូដែកទេអ្នកកសែតទទួលបញ្ញើពីទូដែកអ្នកកសែតនឹងធ្វើការជាមួយជនបរទេសណាដូចជាឮគេប្រាប់មកថាជនរងគ្រោះហ្នឹងថៃគេអ្នករស់ស៊ីត្រឹមត្រូវទេគេអត់មាននៅក្នុង black list អត់មានឈ្មោះជាអក្រិតជនអីទេគេផ្ញើទូដែកហ្នឹងគេថាធ្លាប់ធ្វើការមួយគ្នាយូរហើយឥឡូវផ្ញើគេយកគេទៅបាត់អីចឹងអីអាណាគេទុកចិត្តយើងគេរស់ស៊ីមិនយើងបែងចែកគ្នាដាច់ទៅអាណាអាក្រក់យើងប្រឆាំងស្អប់ទៅអាណាគេត្រឹមត្រូវការពារគេទៅបាទគេត្រឹមត្រូវការពារគេទៅចឹងខ្ញុំសូមនិយាយរឿងនឹងប៉ុណ្ណឹង